បងប្អូនអាចមើលឃើញថាផ្លូវដែលខ្ញុំកំពុងតែធ្វើដំណើរទៅគឺវាពិបាកប៉ុន្តែពាក្យពិបាកនេះហាក់បីដូចជាមិនសមទាល់ទេសោះបើសិនជាបងប្អូនបានមើលវីដេអូនេះហើយជីវភាពនិងការរស់នៅសម្រាប់បងប្អូនមួយភាគធំនៅឯភូមិព្រៃស្មាច់គឺជួបជាមួយនឹងការលំបាកថ្ងៃនេះខ្ញុំនិងមិត្តភ័ក្តិរបស់ខ្ញុំបានពំនាំអំណោយបន្តិចបន្តួចដែលជាទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្រុសបងស្រីដែលជាម្ចាស់ភ្នំត្បែងរីសតបងប្អូនអើយទៅភាពមើលជាងខាងនេះអស់បាត់ហើយអូនដេកហ្នឹងណានោះអូមានមុងដល់ពេលនេះកន្លែងនេះកន្លែងពុកម៉ែអូនអូឲ្យតបានកូនមានមុងជម្រាបសួរបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំកំពុងតែនៅលើមធ្យោបាយធ្វើដំណើររបស់យើងគឺគុយន្តហើយយើងកំពុងតែបន្តដំណើរទៅកាន់ភូមិព្រៃស្មាច់ដើម្បីយកអំណោយទាំងនេះទៅចែកជូនបងប្អូនយើងនៅទីនោះតែម្ដងហើយកំពុងនៅលើគុយន្តវាធំរឹងលាក់បន្តិចអញ្ចឹងតើមើលទាំងអស់គ្នាបងប្អូនអរគុណនេះបងប្អូនខាងក្រោយខ្នងរបស់ខ្ញុំបាននេះគឺជាផ្លូវដែលពិបាកនេះពិបាកនៅខាងមុខមួយទៀតនោះគឺពិបាកខ្លាំងជាងនេះទៀតហើយយើងត្រូវឆ្លងកាត់ផ្លូវបែបហ្នឹងដើម្បីបានទៅកាន់ភូមិព្រៃស្មាច់ឥឡូវយើងដើរចុះសិនដើម្បីមើលផ្លូវព្រោះខ្ញុំអត់ដែលបានបើកទេដល់ពេលអញ្ចឹងទៅឲ្យខាងមិត្តភ័ក្តិរបស់ខ្ញុំភៀងគាត់ជាអ្នកបើកគាត់ស្គាល់ជាងខ្ញុំមកទៅអីនេះពងទៅអីពងទៅអីបានហើយតើបានទេចែកគ្នាហូបតាអរគុណវិញថ្ងៃនេះដល់អត់សូវស្រឡះសោះអាប់អ៊ូរហូតចូលកម្លាំងខ្លាំងជំរាបសួរបាទបងប្អូនបាទនេះគឺជាទឹកចិត្តបន្តិចបន្តួចពីបងប្រុសបងស្រីនៅភ្នំត្បែងរីសតដែលគាត់បានផ្ដល់អំណោយបន្តិចបន្តួចជូនដល់បងស្រីអត់អីហូបបាយហ្នឹងអូមានតែបាយគ្នាបានយូយធ្វើផ្ទះបានរៀនបានសូត្រដែរអូនរៀនទីពូបានទី4ណាចុះគ្នាបានរៀនដែររៀនទីពូបានទី1យ៉ាខំរៀនខំសូត្រតកូនខាងក្រោយនេះយកសម្រាប់លក់មែនបងយកទៅលក់អីណាវិញចលេនសត្វពោជ័យដល់ម្ចាស់អំណោយព្រមទាំងសហការីដែលបានដឹកជញ្ជូនមកដល់កន្លែងខ្ញុំបាទនេះខ្ទមចង្ការនៅព្រៃខ្នាខ្ញុំបាទឈ្មោះស្គុនស្រឹមក៏សូមជាមួយភារយាក៏សូមជូនពរដល់ម្ចាស់អំណោយក៏ដូចជាសហការីឲ្យបានជួបប្រទេសតែនឹងសេចក្តីសុខសេចក្តីចម្រើនតរៀងទៅអរគុណច្រើនខ្ញុំអត់ចាំទេថានេះគឺជាគោលដៅទីប៉ុន្មានហើយប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍គឺម្ហូបរបស់គាត់គឺរកនៅជុំវិញនឹងតែម្ដងហើយអ្វីដែលសំខាន់ជុំវិញផ្ទះរបស់គាត់គឺដាំសិតសឹងជាបន្លែធម្មជាតិដោយមិនចាំបាច់ទៅទិញមកពីផ្សារនោះទេអូផ្លូវចូលទៅកាន់តែជ្រៅហើយតែទេសភាពស្អាតស្រោខាងហើយទឹកហូរពេញនេះអញ្ចឹងទោះបីជាអស់កម្លាំងយ៉ាងណាក៏ដោយក៏នៅតែមានភាពសុបាយរីករាយចៅយកអំណោយពីបងស្រីនិងបងប្រុសនៅខាងភ្នំត្បែងរីសតជាដល់សុខសប្បាយដល់ចៅស្រីខាងនោះណាបាទសាធុមកមើលយើងផឹកទឹកដងធម្មជាតិសិនមកនេះមើលទឹកឆ្ងាញ់ប៉ុណ្ណាមកចេញខ្លាច់ធ្លាក់ចូលវិញអាយូជូរអស់ម្លេះឥឡូវនេះយើងបានមកដល់គោលដៅរបស់យើងហើយប៉ុន្តែជាក់ស្ដែងអ្នកនរអាចមើលឃើញផ្ទះខាងក្រោយខ្នងរបស់ខ្ញុំពិតជាខ្វះខាតមែនទែនប៉ុន្តែអ្វីដែលសំខាន់គឺគោលដៅរបស់យើងគឺត្រូវយកអំណោយហ្នឹងមកជូនកន្លែងនេះមែនអត់បាទប៉ុន្តែជាក់ស្ដែងគឺគាត់អត់ម្ចាស់គាត់អត់នៅតតគេអ្នកនាំផ្លូវមកហើយម្ចាស់ផ្ទះឈ្មោះអីដែរឈ្មោះភឿចកាចប្រហែលជាមានសមាជិកប៉ុន្មានអ្នកសមាជិកប្រហែលជា4នាក់កូន2និងថែមនឹងប្រពន្ធណាពួកខ្ញុំមានតែសម្រាប់ចិត្តពិភាក្សាគ្នាហើយជាមួយទៅកាមេរ៉ាជាមួយតុតមួយខ្ញុំក៏សម្រាប់ចិត្តថាទោះបីជាម្ចាស់គាត់អត់បាននៅក៏យើងមានតែការផ្ញើពូថាបាទគាត់ពិតជាខ្វះខាតមែនទែនហើយតាមពីឮដំបូងខ្ញុំសួរតតថាគួរទៅឲ្យអ្នកណាគឺឮឈ្មោះគាត់មកមុនគេបដ ாய் ឮឈ្មោះបងកាញឯងមកមុនគេពូផ្លូវ
Ở phụ bạ vui. Mùi vơi. Nào hộp bài hộp ấy hết. Hả? Hộp bài. បានណយផ្នែកខ្ញុំអរគុណចាស់ឧបត្ថម្ភ Bà rất là trời bà. ឧបត្ថម្ភដែលនេះខ្ញុំអរគុណច្រើនណាស់ Bà chừng po ơi mà chẳng អូយ nói. ចាស់អំណយមានសុខភាពល្អរស់ស៊ីមានបានកុំអុយក្រាដូចខ្ញុំ Bà chừng po ơi gót miên can được khăn ấy. Miên ông nói chạy chun bong ôn phạt hạt và to tiền rồi. Ở đây cứ chi cô đau trong còi ấy,សម្រាប់កញ្ចប់ធំនេះcô đauកញ្ចប់នោះមានម្ចាស់ហើយហើយយើងសល់មានភួយប្រហែលយើងនឹងធ្វើការចែកជូននឹងអស់ហើយបងប្អូនមើលចុះផ្ទះគាត់ខាងក្រោយគឺចំណើអត់ដេកគូលបាត់ហើយឯងទិដ្ឋភាពផ្ទះអូនប្រហែលអ្នកនៅលើនេះចុះ4អ្នកកូន2អ្នកហើយនឹងម្ដាយឪពុកម្នាក់មែនអត់4អូនេះបងប្អូនអើយទិដ្ឋភាពមើលជាងខាងនេះអស់បាត់ហើយក្រារនៀបខំអស់បាត់ហើយបាំងខាងលើនេះក៏មិនជាប់នេះជួយបានបណ្ណាប៉ុណ្ណោះឯងកន្លែងគេងណាកន្លែងអូនដេកហ្នឹងណានោះអូមានមុងដល់ពេលនេះកន្លែងនេះកន្លែងពុកម៉ែអូនអូឲ្យតបានកូនមានមុងមានមុងមានភួយមានកអីណាទាំងពូទៅសិនហីចាឥឡូវនេះយើងបានបញ្ចប់ភារកិច្ចក្នុងការចុះចែកនៅសម្ភារៈមួយចំនួនទៅដល់បងប្អូនអ្នកភូមិព្រៃស្មាច់រួចរាល់ហើយយើងក៏មានអារម្មណ៍ថាសប្បាយរីករាយមែនទែនទៅធ្វើបទថារៀងអស់កម្លាំងតិចក៏ពិតមែនដោយសារតែយើងមិនទាន់បានហូបបាយទេប៉ុន្តែនៅតែសប្បាយហើយឥឡូវយើងត្រឡប់ទៅវិញប៉ុន្តែមិនទាន់ទៅផ្ទះទេគឺចូលទៅកាន់ខ្ទមរបស់ខ្ញុំសិនដើម្បីធ្វើការហូបបាយសិនអត់ដឹងថាម៉ែបានដាំបាយដាំអីអត់ដឹងទេទៅពីមកចែកអំណោយហើយក៏ចាប់ផ្ដើមមករកបាយនៅខ្ទួមនេះត្រីអោរੂបានហើយសាករសជាតិបាយនៅខ្ទួមម្ដងថ្ងៃមុនសាកបាយនៅណាអាតតបីរីសតហ៎ឥឡូវមកសាកបាយនៅខ្ទួមម្ដងវាចងាញ់ដូចគ្នាតែវាបរិយាកាសផ្សេងគ្នានេះមកមើលតិចមើលនេះបាយមួយឆ្នាំងធំវ៉ាបន្ទាប់ពីពួកយើងដើរចែកអំណោយទៅដល់បងប្អូននៅឯភូមិព្រៃស្មាច់អស់កម្លាំងពួកយើងក៏បានមកបញ្ចូលធម្មពលនៅឯខ្ទមស្រែរបស់ខ្ញុំពេលខ្លះបាយដូចគ្នាម្ហូបដូចគ្នាប៉ុន្តែបើសិនជាហូបនៅស្រុកឬក៏ហូបនៅផ្ទះវាអត់ឆ្ងាញ់ដូចហូបនៅខ្ទមស្រែទេដូច្នេះពួកខ្ញុំទាំង3នាក់គឺបានចាប់ផ្ដើមបញ្ចូលធម្មពលហើយដោយសារតែម្ហូបនេះគឺឆ្ងាញ់មែនទែនយើងហូបនៅស្រែហើយទេសភាពជុំវិញខ្លួនរបស់យើងមានវាលស្រែមានភ្នំមានទឹកមានស្រះសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាតាមពីដើមរហូតដល់ចប់សូមចែកបុណ្យកុសលទាំងអស់គ្នា